អាយុដំអភិសន្តិបណ្ឌិតបានមានប្រសាសន៍ឲ្យដឹងថាចាប់ពីឆ្នាំ2025ដល់ឆ្នាំ2028ខាងមុខនេះរាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ក្នុងការផ្តល់ក្របខ័ណ្ឌមន្ត្រីនគរបាលចរាចរណ៍30នាក់ក្នុងមួយឆ្នាំដោយវាយតម្លៃជ្រើសរើសយកពីមន្ត្រីជាប់កិច្ចសន្យាដោយផ្អែកលើកម្ពស់បុរស1.70 សង់ទីម៉ែត្រឡើងនិងនារី1.65 សង់ទីម៉ែត្រឡើងនិងមានអតីតភាពកិច្ចសន្យាការងារយូរជាងគេការជ្រើសរើសនេះអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីជាអ្នកទទួលបន្ទុកវាយតម្លៃនិងជ្រើសរើសដោយផ្ទាល់បន្ថែមលើការផ្ដល់អាវភ្លៀងអាយុដំអភិសន្តិបណ្ឌិតបានឧបត្ថម្ភមន្ត្រីកិច្ចសន្យាក្នុងពិធីចំនួន300នាក់ដោយក្នុងម្នាក់ទទួលបានថវិកា20,000រៀលដើម្បីជាការលើកទឹកចិត្តផងដែរបញ្ហាប្រឈមដែលកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែមានកម្រិតខ្ពស់ឆមាសទី1ឆ្នាំ2024ប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ2023ចំនួនគ្រោះថ្នាក់ចរាចរណ៍ចំនួន1520លើកថយចុះ14លើកស្មើនឹង 1% ក្នុងនោះចំនួនអ្នកស្លាប់មាន793នាក់បានកើនឡើង37នាក់ស្មើ5%អ្នករបួសចំនួន2116នាក់កើនឡើង44នាក់ស្មើ2%ដែលបានបន្សល់ទុកនៅសោកនាដកម្មនិងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋនិងសង្គមដើម្បី